រឿង Boss Love Levi ហើយមិនរៀបការដូចតាហើយគ្មានប្រយោជន៍អីទេដែលទៅចាប់អារម្មណ៍នាងមើលមកខ្ញុំឯនេះវិញប្រសង្ហាឆាក់ហាននិយាយអញ្ចឹងមិនបានជាមិនឃើញលោកនៅទីនេះអូនៅថ្ងៃនោះខ្ញុំស្រាប់តែឈឺធ្ងន់យ៉ាងតន់ហន់ត្រូវចូលមន្ទីរពេទ្យដូច្នេះហើយនៅថ្ងៃបញ្ចប់ការសិក្សាខ្ញុំមិនបានមកថតរូបជាមួយអ្នកគ្រប់គ្នាទេនោះគឺជាអ្វីដែលខ្ញុំសោកស្ដាយជាទីបំផុតចង់តែចង់កងងាប់ទេគ្មានអ្នកណាគេជឿលោកទេអញ្ចឹងយើងនាំគ្នាថតរូបជុំគ្នាម្ដងទៀតតើអូត្រូវហើយត្រូវតែថតរូបមែនហើយអឺជាស្រ័យបងប្រុសសូមជួយយើងបន្តិចមកបាទឆាំងហានខ្លាចជាមិត្តរួមថ្នាក់របស់ពួកយើងតាំងពីពេលណាមានតែកញ្ញាពីរអ្នកនឹងទេដែលដឹងការពិតនៃរឿងគ្រប់យ៉ាងមកជួយជុំគ្នាមកបាទប្រឹងប្រៀបញញឹមមួយអ្នកទាំងអស់គ្នាក្រឹបអារម្មណ៍របស់ខ្ញុំពេលនេះគឺដូចជួបស្នេហាដំបូងអញ្ចឹងណែកុំផ្ដេសផ្ដាស់ម៉ាក់បានឲ្យអ្នកបាក់ឡានតាមមើលខ្ញុំរហូតណាខ្ញុំចាត់ការរៀបរយគ្រប់យ៉ាងអស់ហើយបាទអ្នកគ្រប់គ្នាបាទសូមមើលមកកាមេរ៉ាញញឹមទាំងអស់គ្នាមួយបាទក្រឹបថតចិត្ត8លានប៉ោះហើយហេម៉ៃដូចដែលយើងរំពឹងទុកអញ្ចឹងឯងមិនមែនល្អគ្រប់យ៉ាងនោះទេជើមកដល់វេទិកានិយាយដើមគេឆាំងហានមើលមកខាងនេះហើយអូអ្នកដែលគេកំពុងតែមើលគឺហេម៉ៃយ៉ាងណាខ្ញុំក៏នៅតែមានឱកាសដែរព្រោះហេម៉ៃមានប្តីរួចទៅហើយរៀបការក៏អាចលះបានដែរកាត់អីចេះសំទោសខ្ញុំនិយាយខុសហើយម៉ៃគឺមិនមែនជាមនុស្សស្រីប្រភេទនោះទេហើយម៉ៃខ្ញុំដឹងអកបាំងរបស់ឯងអស់ហើយឯងបោកឆឹងហានមែនទេមិនដូចអ្វីដែលនាងគិតទេកុំមកបដិសេធជាមួយខ្ញុំថាឯងមិនបានព្យាយាមចាប់ឆឹងហានប៉ិតហើយសំណាងល្អណាស់ខ្ញុំនាងមិនអាចធ្វើបែបនោះទេសំទោសប្រើស្ទាយហួតដលេទៅហើយទីងតងហើយម៉ៃមកខាងក្រៅមួយផ្លេតមានរឿងបន្តាន់កឹបមានរឿងអីហើយម៉ៃខ្ញុំបានឮថានាងទៅតែលេងលះនោះគឺជារឿងបន្តាន់ដែលលោកនិយាយនោះមែនទេបើសិនជាខ្ញុំដឹងថានាងលេងលះខ្ញុំនឹងមិនរៀបការទេឆាំងហានខ្វាក់ភ្នែកហើយបាជាទៅស្រឡាញ់មនុស្សដែលមានកូន2នាក់រួចទៅហើយហេម៉ៃឯងកំពុងតែចាប់ត្រីដៃ2មែនទេមិនមែន2ទេគឺ3ខ្ញុំត្រូវតែឲ្យគ្រប់គ្នាបានដឹងពីមុខមាត់ពិតរបស់ឯងលោកចង់ធ្វើអីហ្នឹងបើសិនជានាងយកព្រមខ្ញុំនឹងបញ្ឈប់ពិធីមង្គលការភ្លាមខ្ញុំមិនយកព្រមទេហើយខ្ញុំក៏មិនបានស្រឡាញ់លោកដែរនាងមកពីណាហ្នឹងទៅបន្ទប់ទឹកនាងចង់ឲ្យពិធីមង្គលការយើងរៀបចំបែបណាដែរខ្ញុំមិនចង់រៀបការទេមិនអាចទេមនុស្សប្រភេទច្រើនតែងតែខ្លាចការរៀបការប៉ុន្តែឆាំងហានបែរជាមិនមែនមិនអាយចង់ភ្ញាក់នឹងមុខកូនកំមុំថៃនងនាងញញឹមបន្តិចមកបើសិនជាអូនស្លៀកឈុតរៀបការនោះប្រហែលជាស្រស់ស្អាតជាងនាងឆ្ងាយណាស់ណែកុំនិយាយលឺពេកណា You look beautiful in white ឥឡូវនេះបើសិនជាមាននរណាម្នាក់ចំតោះពិធីមង្គលការនេះសូមក្រោកឈរឡើងខ្ញុំចំតាកូនកំមុំចំតោះអញ្ចឹងតើបានជាមុខស្អុយប៉ែសអីយ៉ាងម៉េចហ្នឹងមានរឿងអីកាត់ឡើងអីមិនបានជានាងបដិសេធមង្គលការខ្លួនឯងទៅវិញកំពុងនិយាយពីអីហ្នឹងលោកបាយជាដើមគូស្នេហ៍របស់លោក
មកចូលរួមមង្គលការរបស់យើងគូឲ្យស្អប់ខ្ពើមខ្លាំងណាស់គូស្នេហ៍អញ្ចឹងហ៎ជានាងហើយគឺច្បាស់ជានាងជារឿងប៉ិតទេមិនហើយប៉ិតទេនឹងហើយលូឈិនចូលចិត្តនាងមុនកូនកំមុំនោះទៅទៀតហើឯណាផាតាំងនាងគឺជាសាក់សីនៅរស់ចង្រៃយោអើយ No way ចាគឺពិតគ្រប់ប្រការទាំងអស់ខ្ញុំបានឃើញលូឈិនចាប់ដៃចាប់ជើងអោបរត់ហើហើយម៉េចនិយាយថាម៉េចទាញដៃចឹងហ៎ចុះនៅពេលដែលនាងទាញដៃរបស់ខ្ញុំមិនក៏ខ្ញុំមិនឃើញនិយាយផងឯលោកកំពុងតែនិយាយពីរឿងឈួតឡាប់ស្អីហ្នឹងនាងតែតើខ្ញុំមិនបានហើយបែរជានិយាយអាក្រក់ពីហើយមិនចឹងហ៎លោកនាងទាំងអស់គ្នាឃើញទេហើយមិនអាក្រក់ប៉ុណ្ណាគ្រប់ទីកន្លែងដែលនាងទៅនាងតែងតែតាមប្រមាញ់មនុស្សប្រុសខ្វះប្រុសមិនបានទេហើយមិនកំពួនចេញមកខាងក្រៅមកហើយមិននាងកំពួនដូចជាដណ្ដើមរួញក្បាលនោះចេញមកខាងក្រៅមកតតាំងជាមួយយើងនាងមានកូនបំណងអីហ៎នាងចំណានខ្ញុំមែនទេនាងឃើញថាខ្ញុំមានជីវិតដ៏ល្អមានសុភមង្គលដូច្នេះហើយទើបនាងព្យាយាមនិយាយអាក្រក់ពីខ្ញុំនាងចង់បំផ្លាញមង្គលការអ្នកដទៃមែនទេនាងអាត្មានិយមណាព្រោះតែនាងចំណានទេបថោហើយមិនក៏ធ្វើយ៉ាងហ្នឹងមែនហើយមិនក៏ធ្វើយ៉ាងហ្នឹងខ្ញុំជឿជាក់លើហើយមិននឹងហើយខ្ញុំក៏អញ្ចឹងដែរអញ្ចឹងឯងនិយាយមកមើលឯងប្រព្រឹត្តអំពើផាត់ក្បត់មែនឬអត់ខ្ញុំលែងលះរួចទៅហើយខ្ញុំមិនបានផាត់ក្បត់អីនោះទេខ្ញុំហើយនឹងឆាំងហានគឺគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះហើយខ្ញុំនឹងឆាំងហានកំពុងតែស្វែងយល់ចិត្តគ្នាដែរមិនអាចទៅដូចទេឯងកុហកអេខ្ញុំមិននិយាយលើខ្លួនឯងទេប៉ុន្តែខ្ញុំនឹងមិនបានចង់បំផ្លាញមង្គលការរបស់លូឈិនដែរខ្ញុំមានការបញ្ញាសុំតមុនហើយសង្ឃឹមថាលោកនឹងមានសុភមង្គលណាបាទមិនយកទៅធ្វើទេលោកមិនចាប់បាយហើយមិនខ្ញុំសប្បាយចិត្តណាស់យ៉ាងម៉េចឬអូនបង្ហាញពីទំនាក់ទំនងរបស់យើងទៅកាន់គ្រប់គ្នានោះព្រោះតានាងនោះបង្ខំខ្ញុំទៅវិញទេទោះជាយ៉ាងណាក៏បងសប្បាយចិត្តដែរបងគ្រាន់តែចង់ឲ្យអូននិយាយបែបនោះប៉ុណ្ណោះទីងតាងមានគេហៅហើយអ្នកណាគេអីក៏គ្មានសុជីវធម៌ម្លេះអាចចឹងไรណាម៉ាក់ប្រហែលជាដឹងអំពីរឿងនេះហើយអូយអីមិនក៏លឿនម្លេះ